ដើម្បីឆ្លើយតបទៅនឹងសំណួររបស់បងប្អូនមួយចំនួនដែលគាត់បានចូល comment នៅក្នុងវីដេអូ channel កសិកម្មចិញ្ចឹមពោះរបស់យើងខ្ញុំបាទយើងឃើញថាបងប្អូនខ្លះគាត់មានចំណងតាក់ទងទៅនឹងការដាំត្រឡាចរបស់គាត់ល្អពីដំបូងប៉ុន្តែក្រោយមកក៏រួញហើយបងប្អូនខ្លះទៀតដាំត្រឡាចនេះបានល្អដែរប៉ុន្តែចេញក្តាប់មកគឺលឿងបានន័យថាស្អុយលែងលូតលាស់ហើយបងប្អូនមួយចំនួនទៀតគាត់ចាប់អារម្មណ៍ទៅលើតម្លៃបាទតម្លៃតែគាត់ថាលក់បានថោកបាទតាមពិតតម្លៃត្រឡាចគឺវាប្រែប្រួលទៅតាមស្ថានភាពតំបន់ក៏ដូចជាតម្លៃទៅតាមទីផ្សារបាទជាក់ស្ដែងនៅក្នុងពេលបច្ចុប្បន្ននេះនៅខាងតំបន់ខាងខ្ញុំបាទនេះគឺ1គីឡូតម្លៃ3000ទៅ3500រៀលបាទហើយ1គីឡូហ្នឹងគឺអាចថា2ផ្លែឬក៏3ផ្លែបាទអស់ហើយបាទ1គីឡូ3500អ្នកខ្លះគឺអានដល់5000រៀលបាទអញ្ចឹងវាអាស្រ័យទៅតាមស្ថានភាពដែលជាក់ស្ដែងបាទបើសម្បូរក៏រៀងធូរថ្លៃអញ្ចឹងទៅហើយបើសិនជារៀងខ្សត់ទេក៏លក់បានថ្លៃបាទហើយដើម្បីឆ្លើយតបទៅនឹងសំណួរអស់ទាំងនេះខ្ញុំបានប្រមូលយកនៅបទពិសោធន៍សំខាន់និងបច្ចេកទេសដាំដុះជាក់ស្ដែងពីកសិករខ្មែរមួយចំនួនដែលបានទទួលភាពជោគជ័យក្នុងការដាំដំណាំត្រឡាចបានទិន្នផលច្រើនងាយស្រួលដាំនិងផ្ដោតទៅលើលក្ខណៈបែបធម្មជាតិដែលអាចធ្វើទៅបានបាទគួរបញ្ជាក់ផងដែរថានៅក្នុងវីដេអូរបស់ខ្ញុំដែលលើកបង្ហាញពីបទពិសោធន៍ដាំត្រឡាចរបស់កសិករយើងដែលទទួលបានផលរហូតដល់ទៅ120ផ្លែក្នុងមួយគុម្ពបាទគឺមានការចាប់អារម្មណ៍ខ្លាំងពីបងប្អូនយើងមែនទែនបាទហើយខ្ញុំក៏លើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាអាចមើលវីដេអូនោះឲ្យបានយល់ច្បាស់ហើយអាចសាកល្បងជាមួយនឹងការរៀបរាប់របស់ខ្ញុំបាទហើយក៏មានវីដេអូនិយាយពីដំណាំត្រឡាចផ្សេងទៀតដែរដែលបងប្អូនអាចចាប់អារម្មណ៍និងមើលបន្តទៀតបាទជាក់ស្ដែងនៅថ្ងៃនេះខ្ញុំបាននាំយកបទពិសោធន៍សំខាន់ដែលកសិករយើងគាត់ទទួលបានលទ្ធផលល្អក្នុងការដាំដំណាំត្រឡាចថាតើបទពិសោធន៍ដែលខ្ញុំយកមកចែករំលែកបងប្អូនទាំងអស់គ្នានៅពេលនេះដែលធ្វើឲ្យត្រឡាចទទួលបានផ្លែច្រើននិងមានគុណភាពនោះមានអ្វីខ្លះបាទចំណុចទី1សំខាន់គឺការរៀបចំដីនិងការរៀបចំគ្រាប់ពូជសម្រាប់ដាំការជ្រើសរើសដីត្រឡាចលូតលាស់បានល្អបំផុតគឺនៅលើដីល្បាយខ្សាច់ដីក្រហមឬដីខ្មៅដែលមានជីជាតិនិងបង្ហូរទឹកបានល្អបានន័យថាដីមិនជាប់ទឹកបាទកសិករតែងតែភ្ជួរដីច្រើនសានិងហាលដីឲ្យបានយូរថ្ងៃរាប់បំបែកដីឲ្យល្អិតមុននឹងរៀបចំដាំហើយចំពោះការរៀបចំគ្រាប់ពូជដើម្បីដាស់ដំណេកគ្រាប់ពូជកសិករបានយកគ្រាប់ពូជទៅហាលថ្ងៃល្មមរួចត្រាំទឹកមួយយប់កសិករខ្លះក៏បានយកគ្រាប់ពូជទៅត្រាំទឹកស្លឹកស្ដៅផងដែរដើម្បីជួយការពារជំងឺនិងបង្កើនអត្រាដំណោះគ្រាប់បាទសម្រាប់បងប្អូនដែលជួបបញ្ហាបាទយើងចាប់ផ្ដើមសម្លឹងមើលទៅបទពិសោធន៍ឬក៏ការរៀបចំដាំរបស់យើងវិញថាតើយើងបានរៀបចំដាំយ៉ាងដូចម្តេចខ្លះការដាំមិនមែនថាចេះតែដាំឲ្យតែបានទេគឺយើងមានបច្ចេកទេសយើងមានរបៀបនៃការដាំឲ្យបានត្រឹមត្រូវទើបលទ្ធផលនៃការដាំរបស់យើងទទួលបាននៅលទ្ធផលល្អទី2បច្ចេកទេសកាត់ត្រួយដើម្បីបង្កើនទិន្នផលបាទចំណុចទី2នេះគឺសំខាន់ហើយបងប្អូនមួយចំនួនគាត់មិនបានចាប់អារម្មណ៍ទៅលើចំណុចនេះទេបាទនេះគឺជាបច្ចេកទេសដែលកសិករចាត់ទុកថាជាចំណុចសំខាន់បំផុតមួយក្នុងការដាំដំណាំត្រឡាចឲ្យបានផ្លែច្រើននិងទទួលបាននូវគុណភាពល្អ
កសិករដែលមានបទពិសោធន៍ខ្លះបានប្រើបច្ចេកទេសក្តិចត្រួយដើម្បីឲ្យដើមត្រឡាចបែកតងច្រើនដែលនាំឲ្យផ្លែច្រើនតាមនោះដែរគេអនុវត្តជាដំណាក់កាលដូចតទៅបាទចំពោះការក្តិចត្រួយគឺយើងមានដំណាក់កាលនៃការក្តិចជំហានទី1នៅពេលដែលកូនត្រឡាចដុះលូតលាស់បានប្រហែល7សន្លឹកត្រូវក្តិចត្រួយដើមម្ដងពេលនោះវានឹងបែកខ្នែងថ្មីប្រហែលជា3តងបន្ថែមទៀតជំហានទី2តងស្លឹកទាំង3នោះនៅពេលលូតលាស់បាន7សន្លឹកដូចគ្នាគេបន្តក្តិចត្រួយម្ដងទៀតបានហើយជំហានទី3បន្តធ្វើដោយជំហានទី1និងទី2រហូតដល់ដើមត្រឡាចមានតងថ្មីប្រមាណពី30ទៅ35តងការធ្វើបែបនេះអាចឲ្យត្រឡាចមួយគុម្ពផ្ដល់ផលច្រើនជាងទម្លាប់ធម្មតាបាននៅពេលដែលយើងទទួលបាននៅបទពិសោធន៍ថ្មីក៏ដូចជាចំណេះដឹងថ្មីបងប្អូនទាំងអស់គ្នាអាចសាកល្បងសិនថាតើអ្វីដែលកសិករយើងគាត់ធ្វើបានលទ្ធផលល្អវាពិតមែនដែរឬទេបាទអញ្ចឹងលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាសាកល្បងសិនបាទទី3ការប្រើប្រាស់ជីធម្មជាតិនិងការថែទាំតាមបែបធម្មជាតិបាទចំពោះការប្រើប្រាស់ជីគឺកសិករគាត់ប្រើជីធម្មជាតិជំហានក្តិចត្រួយខាងលើជាពេលដែលត្រូវបន្ថែមជីធម្មជាតិឲ្យបានគ្រប់គ្រាន់បានន័យថារាល់ពេលដែលបងប្អូនអរគ្នាក្តិចត្រួយដើម្បីឲ្យបែកខ្នែងឬក៏បានផ្លែច្រើនគង់ច្រើននោះបងប្អូនត្រូវដាក់ជីធម្មជាតិដូចគ្នាដែរបាទដើម្បីទ្រទ្រង់ការលូតលាស់របស់មែកក៏ដូចជាផ្លែកសិករភាគច្រើនប្រើជីកំប៉ុស្តឬក៏ជីលាមកសត្វការដាក់ជីកសិករដាក់ជីដោយវាស់ចេញពីគល់ត្រឡាចប្រហែលពី30ទៅ50សង់ទីម៉ែត្រដោយកាប់រណ្ដៅដាក់ជីបានន័យថាជីកប់តែម្ដងការដាំឲ្យត្រឡាចឡើងទ្រើងឬមួយក៏វាលើដីត្រឡាចអាចដាំដោយវាលើដីឬមួយក៏ឡើងទ្រើងក៏បានការដាំត្រឡាចឲ្យឡើងលើទ្រើងជួយឲ្យផ្លែស្អាតមិនសូវប្រឈមនឹងសត្វល្អិតលើដីនិងងាយស្រួលប្រមូលផលជាងការជ្រើសរើសរដូវដាំកសិករបានលើកឡើងថាការដាំត្រឡាចនៅរដូវប្រាំងប្រហែលជាខែវិច្ឆិកាដល់ខែកុម្ភៈងាយស្រួលថែទាំជាងរដូវដែលប្រឈមនឹងបញ្ហាសត្វល្អិតបាក់តេរីវីរុសនិងផ្សិតជាច្រើនបាទសម្រាប់បងប្អូនដែលគាត់មានបញ្ហាសត្វល្អិតបំផ្លាញទៅលើដំណាំត្រឡាចបាទគួរចាប់អារម្មណ៍ទៅលើចំណុចនេះតែម្ដងបាទការជ្រើសរើសរដូវដាំដុះហ្នឹងគឺសំខាន់អញ្ចឹងរដូវដែលដាំត្រឡាចបានល្អទទួលបានផលច្រើនបាទគឺខែវិច្ឆិការហូតដល់ខែកុម្ភៈវាងាយស្រួលថែទាំជាងរដូវវស្សាដែលប្រឈមនឹងបញ្ហាអស់ទាំងនេះបាទទី4លទ្ធផលនិងចំណូលចំណុចនេះយើងនិយាយពីភាពងាយស្រួលបាទត្រឡាចជាប្រភេទដំណាំដែលងាយស្រួលដាំដុះលូតលាស់លឿនធន់ទ្រាំនឹងសីតុណ្ហភាពនិងហុចផលក្នុងរយៈពេលខ្លីប្រហែល50ថ្ងៃចាប់ផ្ដើមប្រមូលផលទិន្នផលខ្ពស់កសិករជោគជ័យខ្លះអាចទទួលបានទិន្នផលខ្ពស់ចន្លោះពី25ទៅ30តោនក្នុង1ហិកតាក្នុងមួយវគ្គប្រមូលផលបាទចំពោះទីផ្សារដំណាំត្រឡាចមានតម្រូវការលើទីផ្សារជាប្រចាំនិងមានឈ្មួញចាំទទួលទិញផ្ទាល់ដល់ចម្ការនៅតាមតំបន់ដាំដុះសំខាន់ៗដូចជានៅខេត្តបាត់ដំបងជាដើម
បាទសរុបមកបទពិសោធន៍ជាក់ស្ដែងរបស់កសិករខ្មែរបានបង្ហាញថាដំណាំត្រឡាចជាដំណាំមួយដែលផ្ដល់ទិន្នផលខ្ពស់និងចំណូលសមរម្យបាទគន្លឹះសំខាន់ក្នុងការដាំត្រឡាចទី1គឺការរៀបចំដីឲ្យបានល្អការប្រើប្រាស់បច្ចេកទេសក្តិចត្រួយបានត្រឹមត្រូវការផ្ដោតលើជីធម្មជាតិដើម្បីទ្រទ្រង់ការលូតលាស់នៃតងនិងផ្លែបាទគឺជាចំណុចសំខាន់ហើយចំពោះការថែទាំក៏ដូចជាការការពារទៅលើដំណាំត្រឡាចនេះបងប្អូនទាំងគ្នាត្រូវពិនិត្យមើលទៅលើរដូវនៃការដាំដុះបាទតាមពិតដំណាំត្រឡាចដាំបានគ្រប់រដូវតែរដូវដែលដាំបានល្អជាងគេមិនសូវជួបប្រទះបញ្ហាជំងឺបាទគឺរដូវប្រាំងមកពីខែវិច្ឆិកាដល់ខែកុម្ភៈបាទចន្លោះពេលហ្នឹងគឺដាំទទួលផលបានល្អមិនសូវមានជំងឺតម្កាត់ផ្សេងៗមកបំផ្លាញផលដំណាំទេបាទក្រោយពីទទួលបាននូវការចែករំលែកនេះសង្ឃឹមថារាល់បញ្ហារបស់បងប្អូនទាំងអស់គ្នាដូចជាសត្វបំផ្លាញទៅលើត្រឡាចក្តឹបមិនសូវគួងឬមួយក៏តម្លៃបាទតម្លៃនៃត្រឡាចណាសង្ឃឹមថាវីដេអូនេះនឹងជួយជាដំណោះស្រាយមួយសម្រាប់បងប្អូនទាំងអស់គ្នាបានមួយកម្រិតផងដែរបាទអរគុណច្រើនសម្រាប់ការតាមដាននៅវីដេអូនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀត